បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងជួបខ្ញុំម្ដងទៀតដែលថ្ងៃនេះដែរខ្ញុំមាន topic មួយដែលលើកយកមកបង្ហាញបន្តទៀតគឺ topic នេះគឺយើងនិយាយអំពីថាតើកុំព្យូទ័រដំណើរការយ៉ាងដូចម្ដេចអញ្ចឹងដើម្បីដឹងថាកុំព្យូទ័រវាដំណើរការដូចម្ដេចយើងអាចមកមើលវីដេអូនេះទាំងអស់គ្នាតែថ្ងៃហ្នឹងក្នុង topic នេះខ្ញុំបានលើកយកនៅចំណុចចំនួន5យកមកបង្ហាញដែលចំណុចទី1និយាយពីការ input មានន័យថាបញ្ចូលទិន្នន័យក្នុងកុំព្យូទ័រដោយរបៀបណាហើយទី2និយាយពីការ processing មានន័យថាកុំព្យូទ័រវាធ្វើដំណើរការ processing ដោយដូចមិនខ្លះចំណុចទី3យើងនិយាយពី storage មានន័យថាទំហំផ្ទុកទិន្នន័យរបស់កុំព្យូទ័ររបៀបម៉េចហើយចំណុចទី4យើងនិយាយពី output មានន័យថាកុំព្យូទ័រផ្ដល់ទិន្នន័យមកឲ្យយើងឃើញវិញដោយរបៀបម៉េចអីចឹងទៅហើយចំណុចទី5យើងនិយាយអំពី power on មានន័យថាដំណើរការចាប់ផ្ដើមរបស់កុំព្យូទ័រដែលឥឡូវនេះយើងចូលមកដល់ចំណុចទី1បាទគឺយើងចាប់ផ្ដើមនិយាយពីចំណុចទី1គឺយើងនិយាយអំពីនេះការ input គឺការបញ្ចូលទិន្នន័យដែលយើងមានរូបដូច4នេះមាន keyboard មាន mouse មាន microphone ហើយនិងកាមេរ៉ាដែលវត្ថុទាំងអស់ហ្នឹងឯងគឺជាវត្ថុដែលអាចឲ្យយើងបញ្ចូលទិន្នន័យទៅឲ្យកុំព្យូទ័របានឥឡូវដូចជាខ្ញុំថាឲ្យមើលពីចំណុចខាងលើនេះមានន័យថាអ្នកប្រើប្រាស់ផ្ដល់ព័ត៌មានតាម keyboard mouse microphone កាមេរ៉ាឬឧបករណ៍ផ្សេងទៀតហើយព័ត៌មានហ្នឹងត្រូវបានបំលែងជាសញ្ញាអេឡិចត្រូនិក binary 0 និង 1ធម្មតាយើងតែងតែបញ្ចូលទិន្នន័យតាម keyboard យើងបញ្ចូលជាអក្សរជាអីចឹងទៅហើយយើងអាច select រើសទីតាំងផ្សេងហើយសម្រាប់ microphone នេះគឺវាផ្ដល់ទិន្នន័យទៅឲ្យកុំព្យូទ័រដោយការ record ជាសំឡេងហើយសម្រាប់កាមេរ៉ាគឺវាផ្ដល់ទិន្នន័យទៅឲ្យកុំព្យូទ័រតាមរយៈការចាប់រូបភាពបាទដែលទាំងអស់ហ្នឹងឯងគឺសិតតែជាទិន្នន័យដែលផ្ដល់ទៅឲ្យកុំព្យូទ័រហើយចំណុចទី2គឺនិយាយអំពីការ processing ដែលចំណុចនេះគឺយើងនិយាយអំពី CPU បាទឥឡូវគឺ CPU គឺពាក្យពេញវាគឺ Central Processing Unit គឺជាខួរក្បាលរបស់កុំព្យូទ័រតែ CPU វាមាន Arithmetic Logic Unit គឺសម្រាប់គណនាគណិតនិង Control Unit សម្រាប់គ្រប់គ្រងដំណើរការហើយព័ត៌មានត្រូវបានកែច្នៃតាមកម្មវិធីនិងសេចក្តីណែនាំតែ CPU វាប្រៀបបានដូចជាខួរក្បាលមួយរបស់កុំព្យូទ័រដែលមនុស្សយើងក៏មានខួរក្បាលយើងបានទិន្នន័យមើលឃើញទិន្នន័យមួយខួរក្បាលនៃយើងគឺគិតដើម្បីចេញជាលទ្ធផលកុំព្យូទ័រដូចគ្នាវាមាន CPU ដូចខួរក្បាលពេលយើងពេលដែលយើងបញ្ចូលទិន្នន័យទៅ CPU វាចាប់យកទិន្នន័យហ្នឹងហើយវាគិតគណនាដើម្បីយើងគឺមុននឹងបានជា result ជាលទ្ធផលមកឲ្យយើងឃើញវិញគឺឆ្លង CPU នេះឯងដែលវាគិត process ដើម្បីចេញជាលទ្ធផលហើយចំណុចបន្ទាប់ទៀតគឺចំណុចទី3គឺនិយាយអំពី storage គឺការផ្ទុកមានន័យថាដែលយើងលើកយកមកនិយាយគឺមានដូចជា RAM HDD ហើយនិង chip memory លើ RAM គឺមាននីតិធ្វើអី RAM គឺមានពាក្យពេញថា Random Access Memory ដែលវាផ្ទុកទិន្នន័យបណ្ដោះអាសន្នក្នុងពេលកំពុងដំណើរការន័យថាមួយពេលដែលយើងធ្វើការគឺបើកកម្មវិធី1 2 3 4 5គឺ RAM គឺទិន្នន័យទាំងអស់គឺពេលយើងកំពុងតែរ៉ានកម្មវិធីគឺវាផ្ទុកនៅលើ RAM តែ RAM ហ្នឹងផ្ទុកជាអចិន្ត្រៃយ៍គឺវាអត់អចិន្ត្រៃយ៍គឺវាផ្ទុកតែពេលកុំព្យូទ័រដំណើរការហើយបើយើងអត់ save as ទេពេលបិទកុំព្យូទ័រទិន្នន័យក៏វាទៅអស់ដែរហើយទិន្នន័យគឺវាអាច save as ឬផ្ទុកជាអចិន្ត្រៃយ៍បានគឺនៅកន្លែងណាគឺ SSD ឬ hard disk នៅកន្លែងហ្នឹងគឺផ្ទុកទិន្នន័យជាអចិន្ត្រៃយ៍គឺគេដាក់ hard disk និង SSD មកផ្ទុកទិន្នន័យយូរអង្វែងមានថាទិន្នន័យពេលដែលកម្មវិធីពង្រាំងគឺផ្ទុកនៅលើ RAM
ដល់ពេលយើងចង់ទុកវាជាចន្ទៃដើម្បីទុកបើកមើលពេលក្រោយទៀតឯកសារអ្វីមួយឬទិន្នន័យអ្វីមួយគឺយើងត្រូវ save as វាពេលវា save as ហើយវានឹងបន្ទុកមក SSD ដែលវា SSD នេះយើងអាចទុកបិទកុំព្យូទ័រក៏វានៅតែសល់ទិន្នន័យដែរហើយពេលដែលយើងបើកមកលើកក្រោយគឺយើងបើកទិន្នន័យទាញយកចេញពី SSD យកមកប្រើបានធម្មតាហើយ chip memory ជា chip memory គឺទុកទិន្នន័យឆាប់ប្រើសម្រាប់ CPU មានន័យថា CPU ទិន្នន័យណាដែលវាអាសាប្រើជាងគេគឺវានឹងទាញចេញពី chip memory នេះឯងដែល chip memory ដូចជាទិន្នន័យណាសំខាន់ដែល CPU វាអាសាប្រើគឺវា note ទៅឯងហើយពេលដែល CPU ត្រូវការគឺមកមើលពី chip memory នេះមុននេះដែលនេះគឺជារូបរាងដែលដាក់មក chip memory របស់កុំព្យូទ័រហើយចំណុចទី4គឺ output គឺលទ្ធផលមានថាវាបញ្ចេញ result ឲ្យយើងមើលវិញដែលយើងដាក់មានរូប3ដែលយើងតែងតែបង្ហាញនៅលទ្ធផលឲ្យយើងមើលដែលមាន monitor វាបង្ហាញជារូបភាពជាវីដេអូចឹងមកហើយសម្រាប់ speaker នេះថា speaker គឺវាផ្ដល់ទិន្នន័យឲ្យយើងឃើញវិញជាសំឡេងដែល printer វាផ្ដល់ជា head copy ចឹងទៅនេះដែលយើងដាក់មកគឺកុំព្យូទ័រផ្ដល់លទ្ធផលតាម monitor speaker printer ឬឧបករណ៍ផ្សេងៗទៀតតែវាមានឧបករណ៍ផ្សេងៗទៀតតែលើកមកបង្ហាញជាឧទាហរណ៍3នេះហើយលទ្ធផលអាចជារូបភាពសំឡេងឯកសារឬទិន្នន័យផ្សេងៗដែល monitor វាបង្ហាញរបៀបម៉េច monitor វាបង្ហាញជារូបភាពជាឃើញរូបភាពនៅលើនឹងចឹងទៅឃើញជាវីដេអូឬក៏ឃើញជារូបភាព software ហើយនៅលើកុំព្យូទ័រនឹងចឹងទៅដែលវាបង្ហាញជាទិន្នន័យជារូបភាពឬវីដេអូសម្រាប់ speaker គឺវាបង្ហាញរូបភាពមកវិញតាម speaker គឺបង្ហាញជាសំឡេងដែលយើងអាចស្ដាប់ឮសំឡេងបានហើយសម្រាប់ printer វាដល់ទិន្នន័យមកវិញជា hard copy មានន័យថាយើងបើក file doc ឬក៏ file ឯកសារផ្សេងៗលើ monitor យើងចង់បានវាជា hard ជា hard មានន័យថាយើង print មកវាចេញផ្ដល់ទិន្នន័យជា hard តាម printer យើងអាចយកមកប្រើបានឬក៏យើងចង់បានយកទិន្នន័យជា hard បង្កើតទៅជា doc វិញគឺយើងដាក់វា scan នៅ printer ហ្នឹង scan មកដើម្បីបានទិន្នន័យជា doc មកឲ្យ monitor នេះវិញហើយចំណុចចុងក្រោយគឺ power on គឺដំណើរការចាប់ផ្ដើមន័យថាកុំព្យូទ័រវាដំណើរការរបៀបម៉េចគឺពេលដែលយើងចុច power button power supply បំលែង AC ទៅ DC ដើម្បីផ្គត់ផ្គង់ថាមពលទៅ motherboard និង CPU ហើយ CPU ចាប់ផ្ដើមដោយលុបចោលទិន្នន័យចាស់ៗហើយដំណើរការកម្មវិធី BIOS ដើម្បីទុកប្រព័ន្ធប្រតិបត្តិការ operation system បាទហើយចំណុចដែលខ្ញុំលើកមកបង្ហាញនៅថ្ងៃហ្នឹងគឺមានតែ 4-5 ចំណុចហ្នឹងហើយបើមានការខុសឆ្គងអីសូមអធិស្ឋានហើយយើងអាចនឹងជួបគ្នាបន្តទៀតនៅវីដេអូក្រោយៗជាបន្តទៀត